ស្រាប់តែត្រូវជាប់គាំងនៅលើភ្នំដាច់ស្រយាលគ្មានមនុស្សរស់នៅហើយក៏បានជួបនឹងលោកសង្ឃម្នាក់ដ៏ចម្លែកអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺទឹកដែលគាត់ដងឡើងមកមិនមែនជាទឹកធម្មតាទេតែជាគ្រាប់ភ្នែកមនុស្សពេញមួយធុងលោកសង្ឃនោះបានចាប់យកគ្រាប់ភ្នែកមករួចញ៉ាត់វាចូលទៅក្នុងរន្ធភ្នែករបស់គាត់ម្ដងមួយគ្រាប់តើនេះជារឿងអ្វីឲ្យប្រាកដពួកគេភ័យខ្លាំងណាស់ក៏បំរុងនឹងរត់គេចខ្លួនប៉ុន្តែនៅវិនាទីបន្ទាប់តាមពិតទៅកាលពី3ថ្ងៃមុនពួកគេបានឡើងឡានក្រុងដើរលេងកម្សាន្តមួយប៉ុន្តែដល់ពាក់កណ្ដាលអាធ្រាត្រពួកគេស្រាប់តែដឹងខ្លួនថាឡាននោះកំពុងរត់ដោយគ្មានអ្នកបើកបរឡើយបុរសម្នាក់បានភ័យស្លន់ស្លោហើយប្រញាប់លោតចុះពីលើឡានប៉ុន្តែមួយសន្ទុះក្រោយមកសាកសពរបស់គេបានបោកផ្ទប់នឹងកញ្ចក់ឡានទាំងមានស្នាមញឹមយ៉ាងរន្ធត់នៅលើផ្ទៃមុខអ្នកដំណើររទេះទៀតភ័យខ្លាំងណាស់មិនហ៊ានចុះពីឡានឡើយរហូតដល់ឡានឈប់នៅភូមិគ្រឹះដ៏ស្ងាត់ជ្រងមួយនៅទីនោះមានមនុស្សចាំទទួលស្វាគមន៍រួចជាស្រេចហើយនិយាយថាស្វាគមន៍មកកាន់វិមានខ្មោចពួកគេត្រូវបានប្រាប់ថាពួកគេគឺជាអ្នកត្រូវបណ្ដាសាហើយត្រូវតែចូលទៅក្នុងទ្វារឈាមដើម្បីបំពេញភារកិច្ចឲ្យជោគជ័យទើបអាចមានជីវិតរស់ត្រឡប់ទៅវិញបានភារកិច្ចដំបូងរបស់ពួកគេមើលទៅហាក់ដូចជាសាមញ្ញណាស់គឺការមើលថែស្ត្រីចំណាស់ខ្វិនម្នាក់រយៈពេល3ថ្ងៃក្នុងពេលដែលនាងឈីវសួយកំពុងមានមន្ទិលសង្ស័យស្ត្រីអាវក្រហមម្នាក់បានដើរចេញមករួចប្រាប់ថានាងត្រូវនាំកូនស្រីទៅដើរលេងទើបជួបពួកគេឲ្យជួយមើលថែម្ដាយនាងបានបញ្ជាក់យ៉ាងច្បាស់ថាម្ដាយនាងចូលចិត្តហូបតែសាច់ស្រស់ប៉ុណ្ណោះហើយគ្រប់បន្ទប់ទាំងអស់ពួកគេអាចរស់នៅបានលើកលែងតែជាន់ទី3មួយគត់ដែលហាមដាច់ខាតមិនឲ្យឡើងទៅយប់ដំបូងដើម្បីសុវត្ថិភាពនាងឈីវសួយបានណែនាំឲ្យគ្រប់គ្នាដេកបិទភ្លើងប៉ុន្តែនារីម្នាក់ស្លៀកពាក់ខ្លាខិនមិនព្រមឡើយពាក់កណ្ដាលអាធ្រាត្រនាងឈីវសួយឬសំឡេងដុសកាំបិតនិងស្លាបព្រារួមទាំងសំឡេងដើរនៅខាងក្រៅបន្ទប់ហាក់ដូចជាមានបិសាចចង់ចូលមកស៊ីពួកគេបានធ្វើពុតជាដេកលក់និងមិនធ្វើឲ្យមានសំឡេងរហូតបិសាចនោះដើរចេញទៅផុតប៉ុន្តែភ្លាមនោះសំឡេងស្រែកដ៏ឈឺចាប់បានបន្លឺឡើងនៅពេលចេញទៅពិនិត្យពួកគេឃើញឈាមប្រឡាក់ពេញផ្លូវដើររហូតដល់បន្ទប់នារីស្លៀកពាក់ខ្លាខិននាងត្រូវបានគេវះយកគ្រឿងក្នុងចេញអស់ទាំងដែលមានញឹមរន្ធត់នៅលើមុខនៅក្នុងផ្ទះបាយកាំបិតនិងស្លាបព្រាសម្រាប់ហូបសាច់ក៏បានបាត់អស់មួយឈុតដែរខណៈដែលនារីម្នាក់ទៀតក្នុងក្រុមព្យាយាមរត់គេចចេញពីភូមិគ្រឹះនាងក៏ត្រូវគេសម្លាប់ជួររកនិងវះគ្រឿងក្នុងដូចគ្នាចំណែកសាកសពដំបងក៏បាត់ដានឈឹងដើម្បីរកការពិតនាងឈីវសួយសម្រាប់ចិត្តឡើងទៅជាន់ទី3កាន់តែចិត្តដល់ក្លិនស្អុយរលួយកាន់តែខ្លាំងនៅពេលបើកទ្វារបន្ទប់គេត្រូវតក់ស្លុតជាខ្លាំងព្រោះក្នុងបន្ទប់នោះពេញទៅដោយសាកសពមនុស្សគោលើគ្នានិងមានសាកសពក្មេងម្នាក់ដែលស្លាប់ដោយសារដាច់បាយនៅទីនោះគេបានឃើញកំណត់ហេតុមួយសរសេរថាម្ចាស់ផ្ទះពិតប្រាកដបានចាក់ចេញទៅយូរហើយដោយទុកកូនស្រីនិងអ្នកបម្រើឲ្យនៅចាំផ្ទះតាមពិតស្ត្រីចំណាស់វិននោះមិនមែនជាម្ដាយរបស់ស្ត្រីអាវក្រហមទេតែគាត់គឺជាអ្នកបម្រើចុះបើម្ចាស់ផ្ទះពិតប្រាកដចាក់ចេញទៅហើយតើស្ត្រីអាវក្រហមនោះជាអ្នកណានាងឈីវសួយគិតថាអ្នកបម្រើចំណាស់ម្នាក់នេះអាចជាគន្លឹះដើម្បីរស់ទើបគេសម្រេចចិត្តត្រកងខ្នងគាត់ឡើងទៅជាន់ទី3ប៉ុន្តែពេលចេញពីបន្ទប់ស្រាប់តែជើងរបស់គេបាត់បង់ការគ្រប់គ្រងដើរលេងរួចខណៈនោះស្ត្រីចំណាស់ដែលនៅលើខ្នងគេបានហើបមាត់និយាយទាំងក្រអួនថាតើឯងចង់ទៅណាតើការពិតនៅពីក្រោយរឿងនេះគឺជាអ្វីឲ្យប្រាកដ